បាទសម្រាប់សួរបាទដូចជាសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើការបង្ហាញពីរបៀបដែលបងប្អូនយើងធ្វើការផ្លេច password ទៅលើ Facebook អញ្ចឹងយើងកុំឲ្យខាត់ពេលយូរជាដំបូងយើងចូលមកកម្មវិធី Facebook នេះមកអូខេបន្តមកទៀតយើងធ្វើការចុចកន្លែង profile របស់យើងនេះមកដល់ត្រង់ចំណុចនេះយើងអាចធ្វើការចុចពាក្យថា setting នៅខាងលើនេះបន្តមកទៀតយើងធ្វើការចុចពាក្យថា password នេះត្រង់ចំណុចនេះ password ទី2ណាអូខេបន្ទាប់មកយើងធ្វើការអូសមកខាងក្រោមយើងឃើញពាក្យថា password អត់អញ្ចឹងចុចលើ password ម្ដងទៀតមកដល់ត្រង់ចំណុចនេះដែរមកដល់ត្រង់ចំណុចនេះយើងឃើញពាក្យថា change password អញ្ចឹងយើងចុចលើពាក្យថា change password នេះមកអូខេអញ្ចឹងបងដល់ត្រង់ចំណុចនេះបើសិនជាបងអូនផ្លេច account password មួយណាយើងចុចលើមួយនឹងទៅអញ្ចឹងចុចលើ account មួយនេះអូខេមកដល់ត្រង់ចំណុចនេះដែរមកដល់ត្រង់ចំណុចនេះមានន័យថាបើសិនកន្លែងនេះកន្លែង change password មានន័យថា password ដើមយើង password ចាស់យើងក៏ចាំដែរបើសិនជា password ចាស់យើងចាំយើងអាចធ្វើការដាក់ password ត្រង់ចំណុចនេះ password ចាស់របស់យើងហើយមកដល់ត្រង់ចំណុចនេះគឺជា password ថ្មីយើងដែលយើងចង់ដូរពី password ចាស់ទៅ password ថ្មីអញ្ចឹងយើងដាក់ password ថ្មីរបស់យើងមកហើយនេះដាក់ password ចាស់អញ្ចឹងឡើយនេះដាក់ដូចគ្នាដាក់ខាងដូច password ថ្មីយើងដែរដូចគ្នាអញ្ចឹងខ្ញុំផ្លេច password អានេះ account នេះផ្លេច password បើសិនជាបងអូនទាំងអស់គ្នាធ្វើការផ្លេច password អត់ចាំ password ចាស់ទេអញ្ចឹងបងអូនអាចចូល create password នេះមកខាងក្រោមនេះមកចុចអូខេចេញធ្វើការរងចាំបន្តិចអូខេមកដល់ត្រង់ចំណុចនេះគេសួរថាយើង send ទៅលើ email ឬក៏តាមលេខទូរស័ព្ទអញ្ចឹងណាបើសិនជា Facebook យើងបង្កើតទៅលើលេខទូរស័ព្ទដែលមាននៅ SIM នឹងនៅជប់លើទូរស័ព្ទយើងអាចធ្វើការ create ទៅលើ SIM ទៅឬក៏ email ក៏បានដែរអញ្ចឹងវានឹងបោះក្រុមហ៊ុនធ្វើការបោះកូដ6តុងឲ្យយើងអញ្ចឹងខ្ញុំធ្វើអាចទៅលើ email អូខេអញ្ចឹងខ្ញុំយក email យើងស្រុកយក email ហើយបន្តមកទៀតយើងធ្វើការចុចពាក្យថា continue មកអូខេមកដល់ត្រង់ចំណុចនេះដែរអញ្ចឹងគេទាមទារឲ្យយើងបញ្ចូលលេខ6តុងលេខកូដ6តុងណាអញ្ចឹងគេនឹងក្រុមហ៊ុននឹង send password 6តុងឲ្យយើងតាមរយៈ Gmail អូខេនេះមកហើយចេញខ្ញុំនឹងចូលអូខេចឹងខ្ញុំនឹងបញ្ចូលលេខកូដ6តុងរបស់ខ្ញុំហើយបន្ទាប់មកខ្ញុំចុចពាក្យថា continue ម្ដងទៀតមកអូខេមកដល់ត្រង់ចំណុចនេះដែរត្រង់ចំណុចនេះគេឲ្យយើងបញ្ចូល password Facebook ថ្មីអញ្ចឹងអាចធ្វើការបញ្ចូល password ថ្មីអញ្ចឹង password នេះយើងដំបូងយើងមានអក្សរមានលេខមាននិមិត្តសញ្ញាអញ្ចឹងឡើយនេះខ្ញុំសុំលំឡងចោលដើម្បីការពារ Facebook ខ្ញុំដែរអូខេបន្ទាប់ពីយើងធ្វើការ
ដាក់ password ថ្មីហើយយើងធ្វើការចុច next អញ្ចឹងវានឹងជោគជ័យឯង password មួយហ្នឹងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអានេះគាត់ខ្ញុំឧទាហរណ៍ទៅយើងគ្រាន់តែវាយ password ដែលយើងចង់ដាក់ទៅហើយយើងចុចពាក្យថា next ទៅប៉ុណ្ណឹងគឺយើងជោគជ័យហើយអញ្ចឹងបើសិនជាបងអូនទាំងអស់គ្នាបានមើលវីដេអូនេះហើយកុំភ្លេចជួយចុច subscribe ម្នាក់មួយផងបាទសូមអរគុណ